ហើយអ្វីបានជាប្រទេសតូចមួយអាចក្លាយទៅជាប្រទេសទំនើបបំផុតនៅលើពិភពលោកសិង្ហបុរីគឺជាប្រទេសកោះតូចមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅជាប់ជាមួយនឹងប្រទេសម៉ាឡេស៊ីបើទោះបីជាមានផ្ទៃដីតូចប៉ុន្តែមានទីតាំងយុទ្ធសាស្ត្រសំខាន់លើផ្លូវពាណិជ្ជកម្មអន្តរជាតិសិង្ហបុរីទទួលបានឯករាជ្យនៅឆ្នាំ1965ចាប់តាំងពីពេលនោះមកប្រទេសនេះបានអភិវឌ្ឍយ៉ាងឆាប់រហ័សคล้ายទៅជាប្រទេសដែលមានចំណូលខ្ពស់បំផុតក្នុងចំណោមប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចរឹងមាំនៅលើពិភពលោកចំណុចសំខាន់មួយចំនួនដែលធ្វើឲ្យសិង្ហបុរីជោគជ័យគឺការគោរពវិន័យនិងការគោរពច្បាប់នៅទីនោះច្បាប់ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដើម្បីរក្សាបរិស្ថានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមការចោលសម្រាមនិងការមិនគោរពច្បាប់ចរាចរណ៍ការបំពានច្បាប់សាធារណៈអាចនាំឲ្យមានការពិន័យធ្ងន់ធ្ងរហើយច្បាប់ទាំងនេះមិនមែនដើម្បីដាក់ទោសប៉ុន្តែដើម្បីបង្កើតឲ្យសង្គមមានវិន័យនិងគុណភាពជីវិតល្អសិង្ហបុរីមានប្រព័ន្ធដឹកជញ្ជូនសាធារណៈបែបទំនើបជាពិសេស MRT និងរថយន្តក្រុងប្រព័ន្ធនេះមានភាពច្បាស់លាស់ងាយប្រើនិងត្រឹមត្រូវតាមពេលវេលាប្រជាជនអាចធ្វើដំណើរដោយមិនចាំបាច់មានរថយន្តផ្ទាល់ខ្លួនដែលជួយកាត់បន្ថយការកកស្ទះនិងការបំពុលបរិស្ថានសិង្ហបុរីគឺជាប្រទេសដែលមានវប្បធម៌ចម្រុះរួមមានដូចជាជនជាតិចិនម៉ាឡេឥណ្ឌានិងជនជាតិផ្សេងទៀតភាសាផ្លូវការរួមមានដូចជាអង់គ្លេសចិនម៉ាឡេនិងតាមីលវប្បធម៌ចម្រុះនេះត្រូវបានបង្ហាញតាមរយៈពិធីបុណ្យសាសនានិងអាហារប្រចាំប្រទេសចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍គឺម្ហូបអាហារនៅ Hawker Center អ្នកអាចមើលឃើញម្ហូបឆ្ងាញ់តម្លៃសមរម្យហើយមានភាពចម្រុះបង្ហាញពីការរួមបញ្ចូលគ្នាវប្បធម៌របស់ជនជាតិចិនម៉ាឡេនិងឥណ្ឌាហើយនេះគឺជាផ្នែកមួយដែលធ្វើឲ្យសិង្ហបុរីបានក្លាយទៅជាទិសដៅទេសចរណ៍ដែលមានប្រជាប្រិយភាពខ្លាំងសិង្ហបុរីក៏ជាប្រទេសដែលមានសុវត្ថិភាពខ្ពស់មនុស្សអាចដើរលេងទាំងថ្ងៃទាំងយប់ដោយមិនមានការព្រួយបារម្ភគុណភាពជីវិតធ្វើឲ្យប្រទេសនេះក្លាយទៅជាទិសដៅសម្រាប់ទេសចរនិងទីកន្លែងរស់នៅពេញនិយមសិង្ហបុរីបង្ហាញឲ្យយើងឃើញថាទំហំប្រទេសមិនសំខាន់ដូចជាវិន័យការគ្រប់គ្រងល្អនិងចក្ខុវិស័យវែងឆ្ងាយហើយនេះគឺជាមេរៀនជីវិតដែលយើងអាចយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃបាន